Bạnរៀបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងលើកយកវីដេអូថ្មីមួយទាក់ទងនឹងការប្រើប្រាស់ឬក៏រៀបចំវិញ្ញាសានៅលើកម្មវិធីមួយដែលមានឈ្មោះថា Canvas ឬក៏គេហៅកាត់ថា Learning Management System ឬក៏ហៅថា LMS ចឹងកុំឲ្យខាត់ពេលវេលាយូរអ្នកទាំងអស់គ្នាចូលទៅបើកនៅក្នុង browser ដែលលោកអ្នកគ្រូមានយើងអាចបើកនៅក្នុង Firefox ក៏បាន Google Chrome ក៏បាន Microsoft Edge ក៏បានឬក៏ Opera ក៏បានឥឡូវខ្ញុំបើកនៅក្នុង Opera browser នេះបាទដំបូងលោកអ្នកគ្រូត្រូវបង្កើត account អញ្ចឹងលោកអ្នកគ្រូ type នៅខាងលើកន្លែង browser នេះលោកអ្នកគ្រូអាច search ពាក្យ canvas.instructor.com បាទបន្តមកទៀតនៅក្នុងនេះនៅពេលដែលយើងចុចទៅវានឹងឲ្យ option យើងស្រាប់ជ្រើសរើសហើយ create your account already have an account log in អញ្ចឹងបើសិនក្នុងករណីយើងមាន account យើងចុចលើពាក្យ log in ទៅយើងអាច log in ចូលបានហើយឥឡូវនេះយើងបង្កើតទៅជា account teacher តិចទៀតខ្ញុំនឹងបញ្យល់ឬក៏វីដេអូក្រោយខ្ញុំនឹងបញ្យល់ទៅនឹងការបង្កើត student account ឥឡូវយើងចូលនៅលើ teacher សិនបាទដំបូងឡើយគឺយើងត្រូវបំពេញ email address អញ្ចឹងខ្ញុំដាក់ email address មួយចឹងក្នុងនេះយើងអាចដាក់ឈ្មោះពេញមកឈ្មោះយើងផ្ទាល់ខ្លួនក៏បានឬក៏យើងអាចដាក់ឈ្មោះសាលារបស់យើងក៏បានតែកន្លែងហ្នឹងចឹងឥឡូវឧទាហរណ៍ថាខ្ញុំដាក់ឈ្មោះកូយ៉ាបាទកូយ៉ាចឹងមកអញ្ចឹងនៅក្នុងនេះគេឲ្យយើង follow តាម terms ហើយនឹង privacy policy របស់គេចុចលើនេះមកហើយខាងក្រោមនេះយើងយក tick នៅលើប៊ូតុងមួយនេះ I'm not a robot ចុចលើនេះមកអញ្ចឹងគេឲ្យ select ជ្រើសរើសកន្លែងនេះ crosswalk អញ្ចឹងកន្លែងណា crosswalk នេះឃើញសញ្ញាទួញសញ្ញាឆ្លងផ្លូវបាទចុចលើនេះមកបាទអូខេចំណុច basis អញ្ចឹង basis ចុចលើរូបភាព basis ហ្នឹងមកមានរូបភាព basis verify អូខេអញ្ចឹងចុចពាក្យ next អូខេ this username is already used អញ្ចឹងបានថា email នេះបានប្រើប្រាស់រួចហើយអញ្ចឹងលោកអ្នកយក email មួយដែលលោកគ្រូអ្នកគ្រូអត់ទាន់បានបង្កើតអញ្ចឹងខ្ញុំរំលឹក email របស់ខ្ញុំសិនខ្ញុំចូលបើកនៅក្នុងនេះខ្ញុំមើល email របស់ខ្ញុំដែលខ្ញុំអត់ទាន់បង្កើតឈ្មោះនេះខ្ញុំបង្កើតហើយឥឡូវខ្ញុំសាកមើលសិននេះដូចជាមានហើយបង្កើតហើយចឹងខ្ញុំដាក់use smart use smart school ចឹងខ្ញុំដាក់កន្លែងនេះ use smart school 04វិញអូខេខ្ញុំចុចលើនេះដែរ bridges អូខេចឹង bridges verify អូខេ next ចឹង email មួយនេះខ្ញុំមិនបានបង្កើតទេចឹងនេះជា email របស់យើងចឹងបើសិនលោកគ្រូអ្នកគ្រូមាន email ច្រើនលោកគ្រូត្រូវ screenshot email នេះទុកបាទ
ចឹងយើងត្រូវ screenshot email នេះទៅបាទនេះជា email របស់យើងខ្ញុំ copy យកមកហើយខ្ញុំ drop នៅក្នុងTelegram save របស់ខ្ញុំនេះហើយខ្ញុំរក្សាទុកបាទចឹងបន្តមកលោកគ្រូចុចលើពាក្យ get started បាទនៅលើផ្ទាំងនេះគឺជាផ្ទាំងទទេអត់ទាន់មានអីនៅក្នុងនេះទេចឹងខាងលើនេះគេហៅថាជា dashboard បាទ dashboard នៅក្នុងផ្ទាំង dashboard នេះដោយសារយើងអត់ទាន់បានបង្កើតអីចឹងនៅលើផ្ទាំង dashboard នេះគឺអត់មានអីទេសោះបាទទេស្អាតណាចឹងនៅកន្លែងនេះលោកគ្រូត្រូវ update រូបថតបាទចឹងកន្លែងនេះយើង log out ប៉ុន្តែយើង log out ទេយើងត្រូវ update profile សិនចឹងយើងចូលកន្លែង profile ហើយបន្ទាប់មកលោកគ្រូអាច edit ហើយ upload photo របស់យើងមក so all file ចឹងខ្ញុំចូលទៅក្នុង folder របស់ខ្ញុំរកពី portrait photo អូខេ my portrait photo ចឹងខ្ញុំដាក់រូបភាពមួយនេះឬខ្ញុំដាក់មួយនេះក៏បានដែរបាទអូខេចឹងខ្ញុំដាក់មួយមកហើយខ្ញុំបញ្ចូលអូខេសូមរងចាំបន្តិចវាកំពុងតែ synchronize ពីមុនខ្ញុំជាបង្កើតដូចជាមិនសូវ take time យូរប៉ុណ្ណឹងមូលហេតុអីបានរូបភាពនេះវាយូរអូខេខ្ញុំខ្វែងចោលបើសិនជាយូរពេក cancel upload រូបភាពម្ដងទៀត show all profile ឥឡូវខ្ញុំយករូបភាពមួយនេះបាទខ្ញុំ select ម្ដងទៀត to crop the image drag the selection with the mouse or use the arrow key to move the selection ចឹងsave button ចឹងរូបភាពនេះលោកគ្រូអាច upload ពេលក្រោយក៏បានដែរកុំឲ្យ take time ខាត់ពេលវេលាយូរខ្ញុំ cancel សិនអូខេចឹងនៅក្នុងនេះនៅលើ dashboard របស់យើងនេះគឺយើងអត់តមានផ្ទាំងអីទេនេះ course នេះក៏អត់មានអីដែរ calendar ដូចគ្នាបាទ inbox នេះក៏ដូចគ្នាយើងអាច set បាទ calendar អីផ្សេងៗក្នុងនេះបានណាចឹងយើងចូល dashboard នេះមកបន្ទាប់មកយើងត្រូវបង្កើត new course ចឹងបង្កើត new course ខ្ញុំនឹងបញ្យល់លម្អិតនៅក្នុងវីដេអូក្រោយបាទអរគុណច្រើនសម្រាប់ការតាមដានជួបគ្នាវីដេអូក្រោយ